សុខខ្មែរឲ្យស្អាតនឹងស្រីនឹងលើភ្នំមិនស្អាតទេបើនាងមួយដែលស្រាបអង្គុយយកជាងលើដើមចង្វក់ហ្នឹងអូឃើញដំបងស្អាតណាស្អាតណាតែសក់វែងហើយទៅពីនឹងទឹកភ្នំវាមានតែបើលោកចង់ជួបអារបស់ពិតមានជឿនជាស្មានណែនាំទៅភ្នំខ្មោចនឹងខ្មោចលោកចេញពីវាវែងតិចទៅពីប្រម៉ោយពីកន្លែងចិនយំអាសុកប្រម៉ោយណាហ្នឹងលោកឡើងពីលើចេះទៅសួរគេណាកពូភ្នំខ្មោចតែដល់កពូភ្នំខ្មោចហ្នឹងលោកនៅតែមិនដល់កន្លះខែទេនៅតែ3ថ្ងៃដឹងគ្នាឥឡូវហ្នឹងខុសមាត់តាមទឹករឿងឥឡូវហ្នឹងអីតែសើចលឺតែនិយាយតែមិនតំណងហ្នឹងរឿងមកពេចនៅលោកភ្នំខ្មោចប្រមាច់យូរទៅលោកតែមួយខែតែកន្លះខែទេចាហើយកុំនៅភ្នំធម្មតាទេតែភ្នំក្បែងអីសប្ថ្ងៃមិនសូវជាជួបទេដោយសារតែមនុស្សនៅពេញតែភ្នំហ្នឹងហាមិនក្បែងឡើងទៅ30-40 គីឡូក៏នៅតែមានមួយទៅនៅដែរភ្នំកលែនមានតែភូមិមានតែម៉ូតូឡានពេញទៅទឹកពេញទៅដីហ្នឹងមិនតែមិនបកែនៅបកែដែរតែជ្រៅនៅបាត់ភ្នំឬក៏នៅកពូលជ្រៅតែបើលោកចង់ជួបអារបស់ពិតមានជឿនជាស្មានណែនាំទៅភ្នំខ្មោចនឹងខ្មោចលោកចេញពីវាវែងតិចទៅពីប្រម៉ោយពីកន្លែងចិនយំអាសុកប្រម៉ោយណាហ្នឹងលោកឡើងពីលើចេះទៅសួរគេណាកពូភ្នំខ្មោចតែដល់កពូភ្នំខ្មោចហ្នឹងលោកនៅតែមិនដល់កន្លះខែទេនៅតែ3ថ្ងៃដឹងគ្នាឥឡូវខុសមាត់តាមទឹករឿងឥឡូវហ្នឹងអីតែសើចលឺតែនិយាយតែមិនតំណងហ្នឹងរឿងមកពេចនៅលោកភ្នំខ្មោចត្រង់រងហើយនៅតែមានអញ្ចឹងលោកណាមជាលោកប្រសាហើយសាដូចអាត្មាថាអញ្ចឹងកុំទៅមកយប់អីក្នុងការមកយប់ដំបងវាមិនទាន់បញ្ហាអីទេតែពី3យប់ហើយទៅកុំទៅមានគ្នាណាទៅតែឯងដូចអាត្មាដែលធ្លាប់ជួបអញ្ចឹងមិនទៅលើកតបទៅណាលោកទៅតែឯងហ្នឹងមានតែច្រត់មួយហើយយាមហ្នឹងស្ពាយអង្គ10 គីឡូទៅហ្នឹងហើយឆ្នាំស្ពាន់អញ្ចឹងមួយទៅស្ពាយទៅមួយថ្ងៃតាមតែពេលព្រឹកមកព្រឹកទៅងើបមក4មក3ងើបមកសូត្រធម៌ហើយយើងដាក់ដាំចោលទៅព្រឹកទៅឆាន់ទៅហើយនៅទៅជួបអញ្ចឹងមែនឃើញដូចបុរាណលោកពោលអញ្ចឹងមែនអាចកំបាំងក្នុងព្រៃមានច្រើនហើយក្នុងព្រៃវាមានទីថ្ងៃណាលោកស្អាតដូចឋានសួគ៌ទេវលោកអញ្ចឹងផ្កាព្រៃផ្កាឈើក្លិនពីដោស្មៅខៀវខ្ចីអីថែមនេះមានទឹកធ្លាក់អីអូស្អាតណាស់ពេលថ្ងៃដូចឋានទីណអញ្ចឹងតែដល់យប់ឡើងតែល្ងឹតបន្តិចមកលោកដូចឋានដីសាចអញ្ចឹងគ្រាន់តែសមោដើមឈើហ្នឹងលោកតែម្នាក់ខ្លាចខ្មោចល្មមឃើញតែសមោដើមឈើរាណាបែបលុះព្រលឹងតែខ្មោចពីដើមភ័យតែសមោដើមឈើហ្នឹងឯណាហើយដល់តែយូរទៅមិនមែនទាំងសមោដើមឈើអីដើរទៅប៉ះជួងកៅប៉ះអភ័យឈុកវាឆ្លងទៅផ្អើលឈុកទៅប៉ះអភ័យស្វាឆ្លងផ្អើលស្វាទៅប៉ះអភ័យខ្លាទៅប៉ះពោះទៅហើយតែហ្នឹងពួកសត្វនៅអមនុស្សទៀតថ្ងៃខ្លះហ្នឹងថ្ងៃពេញបោទៅស្មាដើរបាយម៉ោង3ហ្នឹងចេញជាក្រុមភាវនាទៅជួនកាលនាងកញ្ញាខ្លះគ្មានក៏អោទេអង្គុយយកជើងលើដើមចង្បក់ហ្នឹងហើយតែនាងហ្នឹងមិនមែនអាក្រក់ឯងលោកបើស្អាតអាត្មារមមើលតារាសុខខ្មែរសប្ងៃស្អាតមិនបានប្រហែលអ្នកក្នុងព្រៃហ្នឹងទេហើយបើអ្នកដែលមានស្មារតីល្មមបែបស្រឡាញ់ហើយស្រឡាញ់ហើយទៅរួមរយៈមេត្រីនឹងពួកហ្នឹងធ្វើប្តីព្រាយហ្នឹងឈួតនៅព្រាយហ្នឹងហើយលែងចេញមកវិញបានបើលោកសង្ឃនៅហ្នឹងចេញមកវិញឈួតភ្នំកលែននៅមានកន្លែងមួយគេហៅប្រាសាទក្រហមលោកណាចង់ដឹងតែដេញមកយកផ្សារទៅដឹងស្អីស្អាតចេញមកផ្សារក្រហមភ្នំកលែនអ្នកក្នុងកលែនដឹងណាហើយលើចេះទៅចេះតែជួបខ្លះអាក្រក់មានអ្នកទៅនៅរួមចំនួនអាត្មាមួយមកមិនសុំបញ្ចេញឈ្មោះគេទេណារក្សាឯកជនភាពឲ្យគេទៅរៀនភាវនានៅគល់ឈើហ្នឹងហើយប៉ះអ្នកកាចប៉ះកន្លែងហ្នឹងអ្នកកាចគេមិនត្រូវការអ្នកមករៀនធម៌រៀនចឹងអីចេញមកហ្មងចេញមកយាទៅបងដេញវាយអានោះខំរត់មកជួបគ្នាអាកន្លែងដងទឹកដែលសមុទ្រគ្នាថាជួបគ្រាន់តែជួបគេថាបានជួបគ្នាចេះអស់ភ័យមិនបាច់រត់ទៅណាទៀតទេឯនោះគេមកតាមតន់ពីក្រោយធាក់មកជើងផឹងធ្លាក់ដងប្រាវពីថ្ងៃក្រោយហើយកុំទៅកន្លែងអញទៀតអូមិនបានទេស្រុកភ្នំបើប៉ះកន្លែងកាចដល់ជីវិតហ្នឹងលោកមិនសល់ជីវិតមកវិញទេណាតែបើប៉ះកន្លែងស្លូតទេដូចជានៅសក់ទៅតែគាត់ថាអ្វីដែលជារនាំងការពារ
យើងនៅក្នុងព្រៃកុំឲ្យមានគ្រោះថ្នាក់អាត្មាសូមផ្ដាំថាមិនមែនមុនវិជាគាថាអីទាំងអស់នឹងជារនាំងទេនឹងគ្រាន់តែជាគ្រឿងបន្ទាប់បន្សំទេអ្វីដែលជារនាំងពិតប្រាកដគឺគោលបំណងរបស់យើងហើយរក្សាគោលបំណងរបស់យើងឲ្យបានយើងទៅព្រៃដំបូងគឺចង់ទៅរៀនធម៌ចង់ទៅស្វែងរកភាពពិតសុចរិតត្រឹមត្រូវអញ្ចឹងពេលទៅដល់ក្នុងព្រៃកុំបដូរគោលបំណងនឹងឲ្យសោះឃើញស្រីតែស្រីទៅព្រោះគោលបំណងយើងមិនមែនចូលព្រៃរកស្រីទេឃើញមាសតែមាសទៅយើងមិនមែនចូលព្រៃរកមាសទេអញ្ចឹងបានទៅអស់លោកដែលចង់បានកំណប់ច្រើនបាត់ជើងថ្វាយគុំអាត្មាសួរថាដូចគុណណាយឯណាទៅកំណប់នឹងខ្ញុំចង់ទៅជីកកន្លែងនេះកន្លែងនោះបានទេអាត្មាចេះអល់ថាកំណប់ដែលលោកចង់ជីកហើយជីកបានលោកទៅផ្សារថ្មីទៅផ្សារអូអាស័យទៅលោកទៅឃើញហាងគេធំលោកចូលទៅមាន1លានយក1លានមកមានមកលុយមកតឡឹងយកមកតឡឹងមកអាហ្នឹងស្រួលយកបើទៅជីកក្នុងព្រៃជីកបាននេះលោកគ្រាន់តែបំភាន់ភ្នែកឲ្យឃើញអំផ្លែតទេមិនស្រួលងាប់នៅនឹងទៀតអាត្មាទៅក្នុងព្រៃជួបទៅលោកភ្នំខ្លះដុះសិតតែពេជ្រថ្ងៃឡើងដើរឃើញថ្មយប់ឡើងដើរឃើញសិតតែពេជ្រអូបើរើសហ្នឹងបែកងាប់តែមិនឃើញតែគោបំណងហ្នឹងមិនបានមកស្រីទេលើភ្នំមិនបានស្អាតទេរនាងមួយដែលស្រាបគុណថាជាងដូចមាននំអត់អ្វីដែលឃើញទៅដូចស្អាតឃើញអញ្ចឹងណាស្អាតហើយស្រីស្អាតវែងជួបច្រើនមកថ្មីជំរាបទៅពីហ្នឹងទៀតអញ្ចឹងតាភ្នំវាមានច្រើនពួកខ្លះពួកព្រាយពួកខ្លះពួកគឺមានអកប្រែពួកខ្លះពួកខ្មោចភ្នំខ្មោចព្រាយហ្នឹងពួកខ្មោចព្រៃអត់មកដូចមនុស្សឯលោកបើថាមកបើគេត្រូវដើរអញ្ចឹងគេដូចស្វាអញ្ចឹងមើលទៅសរៀងស្វាអញ្ចឹងតែបំលាស់ទីពីដើមឈើទៅដើមឈើមកដូចស្វាអញ្ចឹងតែស្ញេញមកចកុំភ្នែកក្រហមស្បែកពួកហ្នឹងបើលោកមិនចេះមុនទៀតថាឬអ្នកដែលទៅនៅព្រៃមិនចេះអីសម្រាប់ការពារខ្លួនទេ